សួស្តីបងប្អូនថ្ងៃនេះវីដេអូខ្លីៗពីការដាក់ស្ពានជ្រូកនៅត្រង់នំបងប្អូនវីដេអូពេញចំណាយពេល20នាទីបងប្អូនអើយប៉ុន្តែយូរពេកចឹងខ្ញុំកាត់វាឲ្យលឿនជាងមុនហើយនឹងកាត់ត្រង់កន្លែងណាដែលចោលខ្លះចឹងណាបងប្អូនអាចមើលបានអានេះដងដាក់ស្ពានហ្នឹងគឺខ្ញុំទិញពីខាងគេមកវាមានដងដាក់ទឹកស្ពានបងប្អូនប៉ុន្តែដោយសារតែថង់វាដាច់តាមផ្លូវអញ្ចឹងវាមកតែប្រដាប់គៀបខ្លួនហើយដងអត់មានអញ្ចឹងយើងឈប់ដាក់ដែរតែអានេះក៏វាជំនួយដែរដោយសារតែយើងអត់បាច់ឈោពីលើឬក៏គៀបពីលើជ្រូកអញ្ចឹងណាយើងគ្រាន់តែដាក់វាទៅជ្រូកយើងដែលសុបគឺវានៅនឹងអញ្ចឹងយើងក៏ដាក់វាធម្មតាអញ្ចឹងតែមុននឹងដាក់បងប្អូនឃើញហើយគឺខ្ញុំយកទឹកលាងណាទឹកលាងដាក់ភេទវាស្អាតហើយចាំយើងយកកណាត់ឬក៏ខ្ញុំប្រើกระดาษ tissue กระดาษជូតមាត់យើងណាជូតវាឲ្យវាស្ងួតចឹងទៅហើយយើងក៏ញាត់លឹងស្ប៉ាឌីម៉ាត់ចូលចឹងទៅយើងដាក់បែបហ្នឹងទៅបងប្អូនហើយយើងមើលដែរជ្រូកហ្នឹងគឺវានឹងឬក៏អត់នឹងជ្រូកនេះកូនម្ដងហើយនេះកូនចាប់ដើមរោឈ្មោះលើកទី2ចឹងណាយើងក៏ដាក់ទៅកាលមុនខ្ញុំឲ្យខាងបងដែលគាត់មានជំនាញខាងដាក់ស្ពានមកដាក់ឲ្យបងប្អូនដោយសារខ្ញុំមានផ្ទៃពោះដំបងអញ្ចឹងយើងអត់ហ៊ានចូលក្នុងត្រង់ជ្រូកខាច់ជ្រូកវាគៀអីចឹងទៅដួលអីចឹងតែឥឡូវខ្ញុំរៀនចាស់ខែខ្លួនហើយខ្ញុំអាចដាក់ខ្លួនឯងបានអញ្ចឹងខ្ញុំទៅយកស្ពានមកខ្ញុំដាក់ខ្លួនឯងចឹងទៅហើយបងប្អូនអត់ចង់ឲ្យមានបញ្ហាឆ្លងជំងឺឆ្លងអីចឹងយើងដាក់ខ្លួនឯងបងប្អូនស្រួលណាក្នុងទឹកស្ពានដែលយើងទិញមកមាន2ដបអញ្ចឹងយើងដាក់អស់1ដបយើងថែម1ដបទៀតអីចឹងទៅដាក់តាមហ្នឹងបងប្អូនហើយឃើញបាត់ត្រង់របស់ខ្ញុំមានសើមអញ្ចឹងអត់មានបញ្ហាក្លិនអត់មានអីទេបងប្អូនបាត់អង្ការបាត់អីអស់ហើយដោយសារត្រង់នេះត្រង់ចាស់ការខ្ញុំធ្វើគឺ2021បងប្អូនឥឡូវចូល5ឆ្នាំអីហើយតើតាវាស្ងួតវាសើមខ្លាំងអីចឹងយើងបាចេញខ្លះតែនេះអត់ដែរបាទេបងប្អូនហើយឃើញអត់គឺអាចជុះនៅនឹងអីនៅនឹងវាអត់ស្អុយទេបងប្អូនអាចជឿជាក់ធ្វើបានធ្វើត្រង់នឹងគឺងាយស្រួលបងប្អូនហើយយ៉ាំជ្រូកមីយ៉ាងបាច់ជិះទឹកទេហើយបើជ្រូកសាច់យើងដាក់ហាលដាក់អីចឹងទៅអត់មានបញ្ហាទេណាហើយបងប្អូនមានចម្ងល់ពីការធ្វើត្រង់រៀនចង់ធ្វើត្រង់ចង់ចាំជ្រូកបែបនៅបែបស្ងួតអត់ជិះទឹកអីចឹងបងប្អូនសួរបានអត់មានក្លិនស្អុយទេហើយខ្ញុំក៏មានអតិស្កំប្រានហើយនៅកបោលក់ដែរហើយរាល់សំណួរដែលបងប្អូនសួរឬក៏បញ្ហាទាក់ទងនឹងការធ្វើត្រង់ជ្រូកគឺឆ្លើយបងប្អូនព្រីអាចទាក់ទងបាន